សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Channel របស់ Admin បន្ទាប់ពីចាប់បានឃាតករដែលបានសម្លាប់បរិសុទ្ធ2នាក់នោះហើយយន្តចែគេក៏បានដេញតាមបរិសុទ្ធម្នាក់ដែលជាក្រុមហ្គេងមួយក្រុមហើយយន្តចែមកទីនេះដែរគឺដើម្បីរកបរិសុទ្ធម្នាក់ដែលមានឈ្មោះថាឈូឈីសុងដែលជាអ្នកចងការប្រាក់ខុសច្បាប់ប៉ុន្តែពួកគេទាំងអស់នោះគឺបានប្រាប់យន្តចែនោះឡើយហើយនឹងបានឲ្យគ្នារបស់គេទាំងអស់ចាត់ការយន្តចែចោលតែម្ដងទៅប៉ុន្តែធ្វើដូចជាមិនស្គាល់យន្តចែអញ្ចឹងត្រឹមតែមួយផ្លេតនោះទេយន្តចែក៏បានវារៀបទាំងអស់ហើយខណៈពេលនោះយន្តចែគេក៏បានកត់សម្គាល់ទៅលើបរិសុទ្ធម្នាក់ដែលបានរត់ចាក់ចេញពីទីនេះប៉ុន្តែយន្តចែគឺមិនបានរត់តាមនោះទេហើយយន្តចែមកទីនេះដែរគេចង់ដឹងថាតើលេខ47 89នោះគឺជាអ្វីប៉ុន្តែគេគឺមិនបានដឹងនោះឡើយរហូតដល់យន្តចែក៏បានទៅជួបនឹងបរិសុទ្ធព្រឹកមិញដែលបានរត់ចេញនោះហើយប្រសិនបើគេមិនប្រាប់នោះទេយន្តចែគឺនឹងចាប់អូគេតាមឡានតែម្ដងហើយដោយសារតែគេភ័យខ្លាចខ្លាំងពេកគេក៏បានប្រាប់ទៅកាន់យន្តចែទៅអ្វីដែលគេបានដឹងថាគឺគេធ្លាប់ឮទេសិចបាននិយាយក្នុងទូរស័ព្ទជាមួយនឹងនរណាម្នាក់ដែលលើកឡើងពីលេខ47 89ហើយគេបានដឹងតែប៉ុណ្្នឹងឯងហើយដេស៊ីកនឹងគឺជាមនុស្សម្នាក់មួយផ្សេងទៀតដែលមិនមែនជាលោកតាហាទេស៊ីកនោះទេហើយគេក៏មិនដឹងដែរថាពេលនេះដេស៊ីកគេនៅឯណានោះហើយឥឡូវនេះពួកគេក៏បានប្រទះឃើញសារសពបរិសុទ្ធម្នាក់ដែលត្រូវបានគេសម្លាប់ហើយសារសពមួយនឹងគឺជាសារសមដែលនៅចុងភាគមុនដែលពួកយើងបានឃើញឡើងឡានហើយក៏ជាបរិសុទ្ធម្នាក់ដែលបានចូលទិញកាហ្វេផងដែរហើយកន្លែងដែលឃាតករបានយកសារសពមកប្លង់ចោលនេះគឺគ្មានសារស័យហើយនឹងគ្មានកាមេរ៉ាសុវត្ថិភាពនោះទេដោយសារតែវាជាតំបន់ដាច់ស្រយាលហើយសារសពរបស់ជនរងគ្រោះត្រូវបានវាយដំយ៉ាងដំណំហើយនៅលើករបស់គេគឺមានស្នាមពីរឈូនដូចជាឃាតករបានយកអ្វីម្យ៉ាងយកមកឆូតករបស់គេអញ្ចឹងដែលជនរងគ្រោះគេមានឈ្មោះថាសិនជូយ៉ងដែលមានអាយុ27ឆ្នាំគេគឺជាក្មេងកំព្រាដែលគ្មានគ្រួសារនោះទេហើយគេក៏បានធ្វើការនៅភោជនីយដ្ឋានមួយក្រៅម៉ោងផងដែរប៉ុន្តែដោយសារតែគេគឺជាមនុស្សម្នាក់ដែលមិនដែលឈប់ពីការងារនោះឡើយប៉ុន្តែថ្ងៃមួយម្ចាស់ហាងបានបាត់គេរហូតដល់3ថ្ងៃឯនោះដោយការសង្ស័យពេកម្ចាស់ហាងគាត់ក៏បានដាក់ពាក្យបណ្ដឹងទៅមកដល់ថ្ងៃនេះពួកគេក៏បានប្រទះឃើញសាកសពរបស់គាត់ហើយនៅពេលនោះពួកគេក៏បានប្រទះឃើញមានរថយន្តមួយគ្រឿងផងដែរដែលវាគួរឲ្យសង្ស័យខ្លាំងមែនទែនហើយនៅលើក្បាលរថយន្តវាក៏មាននិមិត្តសញ្ញាមួយហើយក្នុងពេលជាមួយគ្នានេះផងដែរលោកឆយគាត់ក៏បានចូលមកដល់ទីនេះដែលគាត់ពិតជាខឹងសម្បាខ្លាំងមែនទែនព្រោះថាពេលនេះគឺបាត់ខ្លួនយន្តចាយរយៈពេល3ថ្ងៃមកហើយដែលមិនឃើញយន្តចាយចូលមកធ្វើការវិញនោះទេហើយក៏គ្មាននរណាម្នាក់អាចតាក់ទងយន្តចាយបានទៀតលុះដល់ពេលយប់ឡើងសូយ៉ននាងក៏បានប្រទះឃើញថាករណីមួយនេះវាដូចជាករណីកាលពី5ឆ្នាំមុនអញ្ចឹងដែលការស្លាប់របស់ជនរងគ្រោះទាំងអស់គឺមានសភាពដូចគ្នាដែលឃាតករបានរុំសាកសពរបស់ជនរងគ្រោះដែលថងខ្មៅហើយនឹងបិទស្កុតពីលើហើយនៅលើករបស់ជនរងគ្រោះទាំងអស់គឺមានស្នាមឆ្នូតពីរដែលពួកគេមុនដំបូងបានគិតថាវាគឺជាស្នាមទល់ល្វីងដែលឃាតករបានឈោតទៅលើករបស់ជនរងគ្រោះប៉ុន្តែវាគ្រាន់តែជាការសន្និដ្ឋានរបស់ពួកគេតែប៉ុណ្ណោះហើយអ្វីដែលធ្វើឲ្យពួកគេកាន់តែភ្ញាក់ផ្អើលទៀតនោះគឺមានជនរងគ្រោះមួយដែលនៅរស់រានមានជីវិតខណៈពេលដែលលោកឆយក៏បានឲ្យជីមីនសាយជ្រាវរកលេខ47 89អានោះគឺជាអ្វីប៉ុន្តែជីមីនគឺមិនបានរកឃើញអ្វីសោះដែលជាប់ពាក់ព័ន្ធនឹងលេខមួយហ្នឹងហើយគោលបំណងលោកឆយនោះគឺចង់ឲ្យជីមីនសាយជ្រាវរកលេខហ្នឹងឲ្យឃើញហើយគាត់បានគិតថាអ្វីដែលគាត់បានធ្វើនេះគឺដើម្បីជួយអង្គភាពរបស់ពួកគេមិនថាទោះបីជាចូលក្នុងពួកជ្រាំយ៉ាងណាក៏ដោយគឺគេមិនឲ្យអង្គភាពរបស់ពួកគេអត់ឲ្យនោះទេអញ្ចឹងហើយជីមីនត្រូវតែធ្វើរឿងនេះឲ្យបានឲ្យគាត់ចំពោះសូយ៉នវិញបន្ទាប់ពីនាងតាក់ទងយន្តចាយមិនបាននាងក៏បានទៅផ្ទះរបស់គេតែម្ដងនឹងបានយកការដែលនាងធ្លាប់ទំនាក់ទំនងជាមួយនឹងយន្តចាយមករៀបរាប់អំពីរឿងហេតុការណ៍ដែលពួកគេបានរកឃើញរួមទាំងឯកសារខ្លះៗដែលជាប់ពាក់ព័ន្ធនឹងឃាតកម្មកាលពី5ឆ្នាំមុនដែលវាដូចគ្នានឹងឃាតកម្មតែមួយនឹងឥឡូវនេះអញ្ចឹងហើយនារីដែលបានរស់រានមានជីវិតនោះគឺជានារីតែម្នាក់ដែលធ្វើការនៅហាងកាហ្វេហើយរឿងដែលបានកើតឡើងចំពោះនាងគឺបានកើតឡើងកាលពី2ឆ្នាំមុនហើយនាងក៏គ្មានគ្រួសារដែរសមាជិកគ្រួសាររបស់នាងទាំងអស់ត្រូវបានស្លាប់អស់ទៅហើយមកដល់ពេលនេះនាងក៏បានបដូរឈ្មោះរបស់នាងផងដែរហើយលុះដល់ព្រឹកឡើងសូយ៉ននាងក៏បានមកដល់ហាងដែលនារីជនរងគ្រោះដែលរស់រានមានជីវិតនោះបានធ្វើការហើយនាងមកទីនេះគឺដើម្បីចង់ដឹងអំពីព័ត៌មានខ្លះៗដែលបានកើតឡើងចំពោះនាងកាលពី2ឆ្នាំមុនប៉ុន្តែនាងគឺមិនចង់រំលឹករឿងដែលបានកើតឡើងលើនាងកាលពី2ឆ្នាំមុននោះទេព្រោះរឿងមួយនេះវាដិតដាមនៅក្នុងអារម្មណ៍របស់នាងខ្លាំងមែនទែនរហូតដល់នាងរស់នៅជាមួយនឹងភាពភ័យខ្លាចស្ទើរតែពេញមួយជីវិតរបស់នាងទៅហើយរកការសន្ទនារបស់នាងរួមទាំងសូយ៉ងយន្តចាយគេក៏បានស្ដាប់ឮដែររហូតដល់យន្តចាយបានខលមកកាន់សូយ៉ងដើម្បីឲ្យគាត់ជួបជាមួយនាងផ្ទាល់តែម្ដងហើយយើងក៏មិនដឹងថាយន្តចាយបាននិយាយអ្វីជាមួយនឹងនាងដែរទៅបានជានាងហ៊ានមកជួបយន្តចាយដល់កន្លែងរបស់គាត់ហើយពេលនេះនាងក៏បានយល់ព្រមជួយពួកគេដើម្បីស្វែងរកឃាតករម្នាក់នោះអញ្ចឹងហើយពេលនេះយន្តចាយគាត់ក៏ចង់ដឹងថាមុននឹង
มีนเรื่องจังการลางจำปูเนียงตาเนียงบ้านเคยอยู่ไว้ครั้งดูจิกาสดับเลือไว้จุ่มไหลให้เนียงกับบ้านเรียบรอบท่าเนื้อเปหนูเนียงกับบ้านโยรุบอด่าตะขนงกระดล้านได้เพลียมหนูได้ก็มีนามันเนี่ยบ้านจับเนียงปีกร้อยให้จำปูพเนยระบเนียงเตอบ้านเกจองบัดแต่ให้จังหายเนียงมันอายเมื่อไว้เคยนูเต้บนใต้เนียงบ้านซ่อนในฐานท่าก่อนไล่เนียงเตอบ้านเกคมแข็งหนูก็ชื่อบรรทบกรอมได้ให้เอาไว้เนียงจองจำคลั่งมุมพอดนุ่งก็สำเร็จกรึทไม่ระบเคียตะกองบนใต้เปหนูก็อาทาเชี่ยสำนางระบเนียงกับทาบ้านได้มีนามันเนี่ยบ้านคอนมาการเคียตะกองให้เกกับบ้านจ่าเจนปิตีนี้เติ้งได้ถ้วยเนียงมีนากาบ้านรถรุ่งได้วิคือเจียกาจองจำแต่เพยคลายมุมพอนขนมชีวิตระบเนียงได้ถ้วยเนียงก็มันอายไปโชว์มงนึ่งปีพบโลขังกลางบ้านนูเต้เลยนิ่งได้สร้างแต่เรื่องราวต่างอ่อนโนเวตันแต่โลหมุนหลายเนียงจะเรียงรอยยมโดยชโนไฮโซยองเนียงกับบ้านเลิกตึกจัดแต่กันยงมีได้มันเอาเนียงกัดจรานูเต้ที่พิเศษหนูเนียงหนึ่งซอนยาท่าหนึ่งจับเขตกอยบ้านให้เรื่องราวต่างอ่อนโนก็มันการลังมันดองเทียบได้จุ่มปูสาสอบได้ปูเกโรเขินกาปีพรำชนามนุงก็วิโดยคณีหนึ่งเขตกรรมมาแล้วนิ่งจังให้สาสอบระบบชนโรงครัวต่างอ่อนก็มีครัวซาตินโดยชโนไฮกัดถ้วยปูเกปีบ้าขนมกาสไฟโรเขตกอคลังเหม็นเต้นให้ขนมเปจมูกคณีย่นใจกับบ้านโจมาดอตีนิ่งให้หนึ่งบามปราดดำรอยแต่กันปูเกท่ารอชนโรงครัวต่างอ่อนไว้ในปูเกคือโดยคณีนุ่งมุ่นหนุ่มปูเกเต้าบ้านเขตกอสำลัมปูเกคือบ้านสไฟโรกาเงียโดยคณีให้บรรทบปีกาโจสมปีรุ่งปูเกต่างอ่อนโนกับเต้าบ้านสลัมจังหายเขตกอได้บ้านสำหรับปูเกต่างอ่อนโนคือจิมนุมเนียงได้บ้านดังปีปอร์เมลมอัดระบบชนโรงครัวโดยชนเอาหายเนี่ยใส่หายองกับบ้านไอคนิคนี่ระบบก้นสไฟโรคนไล่ในชนโรงครัวบ้านเตยสมเพียงบรรทบปีหนึ่งหายใส่เรื่องระบบยิงกับบ้านกันมาดอบร้องมวยกรอมได้ใส่เรื่องบ้านในดังท่าบรอบูเนี่ยต่างอ่อนนิ่งปูเกคือเรียนสลามวยเนียคนใต้เมียงบรอมันเนี่ยคือเกมินถนาโตตีบเจียงปูเกต่างใบให้รอทั้งไงนี่เกกับบ้านโจมาเฟอร์เลขาเนื้อขนมกรมหุ่นระบบบรอเนี่ยเมียนนี่พองได้คนใต้บรอมันเนี่ยเมียนมวยหนึ่งคือเหมือนเสิร์ฟรอดมไหลเอาแต่การเกประมาณโนเต้ตั้งแต่ในเย่เมียงี้แต่การเกโรฮนมันโตปีเกบ้านกอสราร่วมถึงจะสราเอาบรอเนี่ยเมียนต่างใบเนี่ยหนึ่งรุ่นเกกับบ้านได้จ่าเจนปีตีนี้เติ้งให้บรอได้ชิ้นเนี่ยเมียนมันเนี่ยหนึ่งพองได้เกมินชมูทานเซยอนให้ใส่เรื่องระบบยิงกับบ้านเมืองฮังคือเมียนเนี่ยได้เปียจรังคลังเหม็นเต้นโจมมาการกรมหุ่นระบบเกโดยขนมจุ่มหนาวหนูก็เมียนยองมีพองได้ให้กรอนแต่เกขึ้นประวัติรู้สงครามระบบยองมีเพลียมเกกับบ้านใหญ่ล่างทาบิงโกดูจิเกบ้านเคยอย่างไรได้กวดหยาบอายจังให้เนื้อเปได้ยองมีเจงปีบรรทุกตึกเพลียมเนียงกับบ้านแต่ตัวซาได้บ้านหายเนียงเอาเตอสมเพียงได้ถ้วยยองมีไปหนูปัจเจสบายจัดคลังเหม็นเต้นลูกดอกเปลือกไอหลังจิมเมนก็แต่ตัวบ้านปอร์เมียนถ่ายจนโรงครัวได้บ้านสลับต่างอ่อนนุ่งก็ทลบสมเพียรในกรมหนมวยได้มินชมูท่าวันซังให้มีจ่าได้กรบกรมหนมวยหนึ่งก็จีเซยอนให้เป็นตัวปียนใจแต่ตู้บ้านนำหนังนี้ให้ก็กับบ้านหายโซยอนไอเตอจมวยหนึ่งก้อนดำใบติจูบจมวยหนึ่งเซยอนก็น้องกรมหนระบบเกตายมาดองให้เป็นตัวปีปูเกตั้งปีเนี่ยโจมาดอกกรมหนให้เลยค่าระบบเซยอนกับบ้านเจงมาแระแตะปูเกมันบ้านประหยัดกับทั่วไอประดับประดาเนเลิศตกระบบเกกับบ้านทะเลโจมงบนใต้อย่างนามันโซยอนเนียงกับบ้านปรับเตอท่าเนียงมอตีนิ่งก็ดำใบจูบจมวยหนึ่งเซยอนโดยชโนไฮเลยค่าระบบเซยอนกับบ้านโจตึกขนองดำใบปรับเซยอนถ้าเป็นนี่ก็มีปุลีมาจูบเกให้เป็นตัวปีปูเกบ้านโจมาดอกขนองไฮโซยองเนียงกับบ้านใหญ่ล่างไม่ทำไมนี่ก็มีจนโรงครัวถึงออเตอร์บ้านสลัมให้ขนมกะในระบบปูเกโนก็บ้านโรเคยท่าบรรทบปีสมเพียรในขนมกรมพลระบบกวาดให้ปูเกก็เตอร์บ้านสลับชื่อบรรโตบรรต้มได้ถ้วยเสยอนกับบ้านใหญ่ล่างเรื่องถึงออนงวิคมินไอแป๊บปอนจมวยหนึ่งขยมนูเต้บนใต้ยนใจแก้กับบ้านต้มบนใต้จนโรงครัวถึงออนงบรรทบปีจูบโลกให้ปูเกก็เตอร์บ้านสลัมให้ตามจ่าสไดเนื้อไปได้ยนใจเป็นนัดเมื่อออฟฟี่ระบบเสยอนแก้กับบ้านดังท่าเสยอนก็โจจัดพักสระกับหอมซ้ำปานคลังเหม็นเต้นรุ่ยหายยนใจกับบ้านไอรูปเพียบจนโรงครัวถึงออได้เตอร์บ้านสลัมนุ่งไอเหมือนกันเซยอนเมื่อได้จ้องดังท่าเซยอนในจำปูเกหรือก่อนบนใต้ตึงมกระบอกเซยอนลุยบินแจฉบานั่งท่าคือบ้านจ้องจำปูเกบนใต้กรอนแต่เกคือมันใหญ่แต่เป็นน้องโดยชโนหายปูเกตั้งปีเนี่ยกับบ้านจ่าเจนเติงให้เป็นตัวปีปูเกเจนกับพอดบนติ้งย่องมีกับบ้านโจมาโดตีนิ่งนังดอลเวนเนียงโจสมเพียแต่มาดองให้เนื้อไปเด่นเนียงสมเพียซอกซองนุ่งเนียงกับบ้านลือสำเร็จกรึทมิงได้สำเร็จมวยหนูวิโดจีสำเร็จเทตกอได้บ้านจับเนียงเติงจังได้ทั่วยองมีไปหนูปัจจิตต่อสลัดเมนเต้นให้สำเร็จหนูก็เจียสำเร็จหรือบอสเซยอนพองได้คราวปีกาสมเพียหนูเตอร์บ้านเหม็นจอมเซยอนแก้กับบ้านสู้แต่กันเลขาระบบเกท่านิรีได้มินชมูทายองมีนุ่งก็ทลบสมเพียนึกกรมพลระบบยืงก่อนล้อมเหมาะเมนเต้เป็นใต้เลขาระบบเซยอนก็แก้ก็มันดังได้มินแต่เกจำแฉกมือสั้นให้เพลียมนุ่งเซยอนแก้กับบ้านแต่จับกระมวยอ้าระบบเลขาระบบเกหนึ่งบ้านในใหญ่ล่างอันตลอดตึกเตะเติงจมปูยองมีวิ่งมันโตปีกาสมเพียนูจอบเตยเนียงปัจจิภัยเหม็นเต้น
នាងក៏បានខកទៅកាន់សូយ៉ុនដើម្បីប្រាប់រឿងរ៉ាវទាំងអស់នេះហើយគ្រាន់តែសូយ៉ុនលើកទទួលភ្លាមក៏មាននរណាម្នាក់បានចាប់យ៉ុងមីយកទៅហើយក្រោយពីសូយ៉ុងគឺមិនបានលើសំឡេងរបស់យ៉ុងមីនាងក៏បានប្រាប់ដំណឹងទាំងអស់នេះទៅកាន់យុនចាយរួមទាំងអ្នកស្រីហាយ៉ុងដើម្បីឲ្យស្វែងរកយ៉ុងមីព្រោះនាងគិតថាយ៉ុងមីអាចនឹងមានគ្រោះថ្នាក់ហើយជីមីងគេក៏បានរកឃើញដែរបន្ទាប់ពីយ៉ុងមីបានបាត់ខ្លួននោះទីតាំងរបស់នាងគឺបានបង្ហាញនៅជិតក្រុមហ៊ុនវូសឹងដូច្នោះហើយពួកគេក៏ត្រូវតាមដានទីតាំងឡានរបស់សេយ៉ុនដែលជាប្រធានក្រុមហ៊ុនរបស់វូសឹងនោះឯងហើយពេលនេះយុនចាយក៏បានឲ្យសូយ៉ុងស្រមៃមើលនៅកន្លែងកើតហេតុដែលជនរងគ្រោះត្រូវបានគេសម្លាប់តើនាងបានឃើញអ្វីប្លែកដែរទេបន្ទាប់ពីសម្រាមហើយនៅពេលនោះសូយ៉ុននាងក៏បានវិភាគទៅលើការចងចាំរបស់នាងហើយនាងក៏បានរកឃើញថានៅជិតសាកសពទាំងអង្គគឺមានស្នុកស្រាសាំប៉ាញហើយអ្វីដែលពិសេសនោះគឺនាងបានរកឃើញថានៅលើស្នុកស្រាសាំប៉ាញនោះរួមទាំងរូបគំនូររបស់សេយ៉ុនដែលនៅក្នុងការិយាល័យរបស់គេនោះគឺឆ្លាក់ឈ្មោះដូចគ្នាខ្លាំងមែនទែនដែលធ្វើឲ្យយុនចាយគេវិភាគឃើញហើយរាល់ជនរងគ្រោះទាំងអស់ដែលមានស្នាមនៅលើកពីឆ្នូតនោះគឺជាស្នាមដែលពួកគេយកប្រដាប់កោះស្រាយកទៅឈូនហើយពេលនេះពួកគេក៏បានតាមដានឡានរបស់សេយ៉ុនដែលពេលនេះទីតាំងរបស់ពួកគេគឺកំពុងតែឆ្ពោះទៅលើ highway ទី13ដែលជាកន្លែងដែលសូយ៉ុនបានឃើញនៅក្នុងរូបភាពហើយអាការៈរបស់សេយ៉ុននៅពេលនេះដូចជាគេខឹងសម្បាខ្លាំងមែនទែនស្របពេលដែលយ៉ុងមីពេលនេះឃាតករក៏បានយកនាងមកកន្លែងមួយដូចជាកន្លែងដែលត្រូវបានចាប់ចម្រិតកាលពីមុនអញ្ចឹងស្របពេលដែលយុនចាយគេក៏បានមើលឃើញថានៅលើតុរបស់លេខារបស់សេយ៉ុននោះសម្ភារៈរបស់គេទាំងអង្គវាមានដូចគ្នានឹងសម្ភារៈរបស់សេយ៉ុនអញ្ចឹងហើយជាពិសេសនោះសូយ៉ុងនាងក៏បានប្រទះឃើញថានៅលើតុរបស់លេខាសូយ៉ុងគឺមានទង្គៀបមួយដូចជាទង្គៀបដាក់ថ្មិញហើយយុនចាយគេក៏បានសន្និដ្ឋានឡើងសំឡេងដែលយ៉ុងមីបានឮនោះគឺជាសំឡេងទង្គៀបថ្មិញនេះហើយឃាតករពិតប្រាកដនោះគឺមិនមែនជាសេយ៉ុងនោះទេអ្នកដែលជាឃាតករពិតប្រាកដគឺជាលេខារបស់សេយ៉ុងដែលយុនចាយបានវិភាគថាលេខារបស់សេយ៉ុងនោះគឺជាមនុស្សម្នាក់ដែលបានខឹងស្អប់ជាមួយនឹងសេយ៉ុងខ្លាំងមែនទែនប៉ុន្តែក្នុងពេលជាមួយគ្នាគេក៏មានភាពកោតសរសើរទៅលើសេយ៉ុងផងដែរហើយរាល់របស់ដែលសេយ៉ុងបានប្រើរួមទាំងអ្វីដែលសេយ៉ុងបានធ្វើគឺគេតែងតែកូពីតាមសេយ៉ុងហើយការដែលគេចាប់ជនរងគ្រោះយកមកសម្លាប់ចោលនេះគឺដើម្បីរំសាយកំហឹងរបស់គេចំពោះសេយ៉ុងតែប៉ុណ្ណោះហើយអ្វីដែលសំខាន់នោះរាល់ការដែលគេសម្លាប់ជនរងគ្រោះទាំងអង្គគឺដើម្បីចង់ទម្លាក់កំហុសទៅកាន់សេយ៉ុងអញ្ចឹងហើយបានជាគេទុកស្នាមនៅលើករបស់ជនរងគ្រោះដើម្បីជាតម្រុយចោទប្រកាន់ទៅកាន់សេយ៉ុងដោយជនរងគ្រោះទាំងអស់បន្ទាប់ពីស្លាប់នៅពេលដែលសម្ភាសជាមួយនឹងសេយ៉ុងរួចខណៈពេលដែលលេខារបស់សេយូនពេលនេះគេសប្បាយចិត្តខ្លាំងមែនទែននឹងបានសោយបណ្ដាលាយស្រាបណ្ដាដែលយើងមិនដឹងថាគេគឺកំពុងតែលាយសារធាតុអ្វីចូលទៅក្នុងស្រាក្រហមនោះទេស្របពេលដែលសេយូនគេក៏បានមកដល់ទីនេះដែរនឹងបានខឹងសម្បាជាមួយនឹងលេខាគេខ្លាំងមែនទែនហើយនឹងបានស្រែកសួរទៅកាន់លេខារបស់គេតើឯងគឺកំពុងតែធ្វើអ្វីព្រោះថាសេយូនគេបានដឹងហើយអ្នកនៅពីក្រោយនៃការសម្លាប់មនុស្សគឺជាលេខារបស់គេផ្ទាល់តែម្ដងដើម្បីទម្លាក់កំហុសទាំងអស់នេះមកកាន់គេដែលធ្វើឲ្យពួកគេទាំងពីរនាក់ក៏បានវាយប្រតែបន្ទាប់គ្នាប៉ុន្តែមើលទៅសេយូនគឺមិនមែនជាគូព្រាមរបស់លេខារបស់គេឡើយហើយខណៈពេលដែលពួកគេគឺកំពុងតែឆ្លោះគ្នានេះយ៉ុងមីនាងក៏មានឱកាសល្អក៏បានស្រែកខ្សែដៃហើយនឹងបានរត់ចាក់ចេញពីទីនេះតែម្ដងស្របពេលដែលលេខារបស់សេយូនវិញគេក៏បានវាយសេយូនយ៉ាងដំណំហើយនឹងបានយកស្រាដែលគេបានលេងនោះយកទៅឲ្យសេយូនផឹងដែលស្រាមួយនឹងនៅពេលដែលសេយូនបានផឹកហើយនោះគេនឹងត្រូវស្លាប់ភ្លាមតែម្ដងខណៈពេលដែលពួកគេក៏បានមកដល់ទីនេះហើយនឹងបានបែងចែកគ្នាទៅតាមរយ៉ុងមីហើយលេខារបស់សេយូនគេធ្វើដូច្នោះគឺដើម្បីឲ្យប៉ូលីសបានសង្ស័យថាសេយូនគេបានធ្វើអត្តឃាតសម្លាប់ខ្លួនក្រោយពីប៉ូលីសបានដឹងថាគេគឺជាឃាតករដែលបានសម្លាប់មនុស្សហើយភ្លាមនោះគេទៅមិនចាប់អារម្មណ៍នោះទេថាយ៉ុងមីបានបាត់ខ្លួនចេញពីទីនេះទៅហើយដូច្នោះហើយគេក៏បានចាក់ចេញពីទីនេះដើម្បីទៅតាមរយ៉ុងមីខណៈពេលដែលយ៉ុងមីនាងមិនដឹងថានាងគឺរត់ពួននៅទីណានោះទេគឺមានតែរត់ពួនក្នុងទូតែប៉ុណ្ណឹងដោយឡែកអីអ្នកស្រីហាយ៉ងគាត់ក៏បានចូលមកដល់ទីនេះប៉ុន្តែគាត់បានឃើញត្រឹមតែសាកសពរបស់សេយូនចំណែកឯលេខារបស់សេយូនវិញគេក៏បានព្យាយាមតាមរយ៉ុងមីពីកន្លែងមួយទៅកន្លែងមួយទៀតប៉ុន្តែគេនៅតែមិនរកឃើញយ៉ុងមីអញ្ចឹងរហូតមកដល់ឥឡូវគេក៏បានប្រទះឃើញទូដែលគេបានដឹងក្នុងចិត្តច្បាំងយ៉ុងមីគឺប្រហែលជាពួននៅក្នុងទូនេះហើយរហូតដល់គេបើកទូហើយឃើញយ៉ុងមីពិតមែនតែក៏ត្រូវបានយ៉ុងមីច្រានឲ្យដួលតែក៏បានងើបឡើងមកវិញនឹងបានចាប់ច្របាច់កយ៉ុងមីវិតែនឹងសំពងយ៉ុងមីសម្លាប់ចោលទៅហើយប៉ុន្តែស្រាប់តែពេលនោះយន្តចាយគេក៏បានមកដល់ទីនេះនឹងបានវាយលេខាសេយ៉ុងមួយទំហឹងក្មេងស្ទីលតែម្ដងដោយធ្វើឲ្យគេគឺមិនអាចតដៃជាមួយនឹងយន្តចាយបាននោះឡើយហើយគេក៏ត្រូវបានចាប់ខ្លួនចំណែកឯយ៉ុងមីក៏ត្រូវបានជួយសង្គ្រោះហើយបន្ទាប់ពីការជួយសង្គ្រោះរួចនាងក៏បានអរគុណទៅកាន់យន្តចាយមុនពេលដែលកើតហេតុយន្តចាយក៏បានឲ្យនាឡិកា GPS ទៅកាន់យ៉ុងមីព្រោះឲ្យគាត់ងាយស្រួលក្នុងការស្វែងរកយ៉ុងមីនៅពេលដែលឃាតករចាប់យ៉ុងមីម្ដងទៀតហើយវាក៏ជាអន្ទាំងដែលយន្តចាយបានរៀបចំឡើងដើម្បីចាប់ឃាតករពិតប្រាកដហើយនៅក្រៅមូលហេតុដែលយ៉ុងមីនាងព្យាយាមជួយយន្តចាយនោះគឺដោយសារការដែលពួកគេបាន
បាននិយាយទូរស័ព្ទជាមួយគ្នាយន្តចែកគេក៏បានប្រាប់ទៅកាន់យងមីជាច្រើនដែលកុំឲ្យយងមីរស់នៅក្នុងភាពភ័យខ្លាចជាពិសេសនោះប្រសិនបើនាងរស់នៅលាក់ពួនបែបនេះមួយជីវិតរបស់នាងគឺគ្មានសេរីភាពនោះទេហើយនាងក៏រស់នៅក្នុងភាពភ័យខ្លាចដែរហើយពួកគេទាំងពីរនាក់គឺដូចគ្នាខ្លាំងមែនទែនគឺកំពុងតែរស់នៅក្នុងភាពភ័យខ្លាចអញ្ចឹងហើយពួកគេគឺមិនគួររស់នៅបែបនឹងទៀតនោះទេគឺមានតែប្រឈមមុខជាមួយនឹងការពិនចំណែកឯអ្នកស្រីហាយ៉ងគាត់ជីបណ្ដាគាត់ក៏បានសម័យពីនារីម្នាក់ដែលបានសុំជំនួយទៅកាន់គាត់ហើយយើងក៏មិនដឹងថានារីម្នាក់នោះគឺជានរណាឡើយដែលមើលទៅអ្នកស្រីហាយ៉ងនាងពិតជាខូចចិត្តខ្លាំងមែនទែនចំពោះជីមីនវិញយើងក៏បានឃើញគេព្រិនកណ្ដាលបណ្ដាហើយបានស្រមៃពីអតីតកាលកាលពី5ឆ្នាំមុនបណ្ដាដែលពេលនោះលោកឆយបានឲ្យជីមីនលុបបញ្ជីដែលពាក់ព័ន្ធជាមួយនឹងផ្លូវបំបែកជា3នៅរឿងក្តីរបស់ដឺកាយហើយវាក៏ជាផុសតាំងចុងក្រោយដែលជាប់ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវទាំងអស់នោះដែរប៉ុន្តែពេលនោះគឺមិនដឹងថាជីមីនបានលុបឬក៏អត់នោះទេស្របពេលដែលពេលនេះយើងក៏បានឃើញជីមីនបានព្រិនផុសតាំងដែលជាប់ពាក់ព័ន្ធនឹងផ្លូវបំបែកជា3នោះខណៈពេលដែលអ្នកស្រីហាយ៉ងគាត់ក៏បានចូលមកក្នុងការិយាល័យរបស់គាត់ហើយនឹងបានឃើញសាមីមួយច្បាំដែលក្នុងនោះគឺសិទ្ធិផុសតាំងដែលជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ផ្លូវបំបែកជា3នោះឯងស្របពេលដែលជីមីនក៏បានដើរចាក់ចេញពីទីនេះទៀតចឹងហើយប្រហែលជាគាត់បានដឹងហើយអាអ្នកដែលបានទុកផុសតាំងឲ្យគាត់នេះគឺជាជីមីននោះឯងក៏លេចមកមើលហងវ៉ាន់នៅនេះវិញពួកគេក៏បានប្រទះឃើញសាកសពគឺបានព្យូកងដោយឡែកឯអ្នកស្រីហាយ៉ងគាត់ក៏បានមកជួបជាមួយនឹងលោកឆយហើយនឹងបាននិយាយទៅកាន់លោកឆយថាគាត់បានរកឃើញបញ្ជីចុងក្រោយរបស់ផ្លូវបំបែកជា3ដែលត្រូវបាននរណាម្នាក់លួចលំហើយគាត់ក៏ឆ្ងល់ដែរបញ្ជីចុងក្រោយនោះតើវាអាចជាផុសតាំងដែលបានកំណត់អត្តសញ្ញាណដឺកាយឬក៏អន់ហើយអ្នកស្រីហាយ៉ងគាត់ច្បាស់ណាស់អ្នកដែលបានលុបបញ្ជីមួយនោះប្រហែលជាគេបានដឹងអំពីអត្តសញ្ញាណពិនរបស់ដឺកាយហើយអ្នកស្រីហាយ៉ងគាត់មកទីនេះដែរគាត់បានបញ្ជាក់យ៉ាងច្បាស់ណាស់ថាលោកឆយគឺអាចនឹងដឹងអំពីរឿងរ៉ាវពិតដែលជាប់ពាក់ព័ន្ធជាមួយនឹងដឺកាយហើយប្រសិនបើលោកឆយហ៊ានដោះដូរជាមួយនឹងគាត់នោះមិនថាជាមានរឿងអ្វីនោះទេពួកយើងអាចដោះដូររឿងទៅវិញទៅមកបានដែលលោកប្រាប់រឿងសម្ងាត់ជាប់ពាក់ព័ន្ធនឹងដឺកាយមកខ្ញុំនឹងប្រាប់លោកវិញអំពីរឿងដែលជាប់ពាក់ព័ន្ធនឹង47 89ដូចគ្នាតែម្ដងយន្តចាយវិញគេក៏បានទទួលដំណឹងថាទេស៊ីគេតែងតែមកមន្ទីរពេទ្យផ្លូវចិត្តនេះម្ដងម្កាលហើយយន្តចាយគេក៏បានប្រាប់ទៅកាន់អ្នកគ្រូពេទ្យគេចង់មកមើលអ្នកជំងឺដែលនៅបន្ទប់លេខ47 89ប៉ុន្តែអ្នកគ្រូពេទ្យគាត់ក៏បានប្រាប់ទៅវិញមានតែអាណាព្យាបាលនោះទេដែលអាចចូលទៅបន្ទប់នេះបានហើយពេលនោះដែរយន្តចាយគេក៏បានកត់សម្គាល់ទៅលើរូបបរិសម្នាក់ដែលនៅក្រោមរូបរបស់គេនោះកន្ទុយឆ្នាំគឺមានលេខ47រហូតដល់89នៅពីក្រោមរូបថតរបស់បរិសម្នាក់ហ្នឹងហើយដែលហេតុតែគេមិនឲ្យយន្តចាយចូលទៅបន្ទប់មួយនោះយន្តចាយគេក៏បានសម្រេចចិត្តឡើងទៅតាមស៊ីយ៉ូតែម្ដងដើម្បីចូលទៅក្នុងបន្ទប់លេខ47 89ប៉ុន្តែមុននឹងយន្តចាយអាចចូលទៅដល់ក្នុងនោះបានយន្តចាយត្រូវលួចប្រដាប់ស្កេនដើម្បីបើកទ្វារចូលទៅហើយកំឡុងពេលដែលយន្តចាយបានដើរចូលទៅក្នុងទីនោះយន្តចាយក៏ប្រទះឃើញមានបន្ទប់មួយដែលមានលេខ47 89ពិតមែនហើយបរិសដែលនៅក្នុងបន្ទប់មួយហ្នឹងគឺជាបរិសម្នាក់ដែលយើងបានឃើញគឺនៅចុងភៀកមុនហើយគ្រាន់តែគេឃើញយន្តចាយភ្លាមគេក៏បានចាប់ច្របាច់កយន្តចាយតែម្ដងប៉ុន្តែគ្រាន់តែយន្តចាយនិយាយថាគេគឺជាហាថេស៊ីសងបរិសម្នាក់ហ្នឹងគេក៏បានលេងដៃទៅវិញហើយសាច់រឿងរបស់យើងភាគនេះក៏បានចប់ត្រឹមនឹងឯងចង់ដឹងថាភាគក្រោយគឺទៅជាយ៉ាងណានោះកុំភ្លេចតាមដានជាមួយនឹង admin ណាបាយបាយ